ក្រុមអង្គការអន្តរកាល IoT អញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែងនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីអង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍ពីស្ថានភាពព្រំដែនក្រោយបាត់ឈប់បាញ់ចូលជាធរមានគួរបញ្ជាក់ផងដែរថាក្រុមអ្នកអង្កេតការអន្តរកាល IoT ដឹកនាំដោយប្រទេសម៉ាឡេស៊ីនិងប្រទេសជាសមាជិកអាស៊ានដទៃទៀតបានចុះបំពេញភារកិច្ចនៅទីកន្លែងដែលភាគីថៃកំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃច័ន្ទដូចជាការធ្វើឈូសឆាយដីការរាវមីនដោយក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំនួន2លើកគឺលើកទី1នៅវេលាម៉ោង 11:05 នាទីព្រឹកនិងលើកទី2នៅវេលាម៉ោង 13:55 នាទីរសៀលមកទល់ពេលនេះនៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការនៅទីនោះនៅឡើយបីស្វែងយល់និងវាយតម្លៃហេតុការណ៍ខាងលើឲ្យបានច្បាស់លាស់ត្រឹមត្រូវនិងមិនលំអៀងស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពសូមគូសបញ្ជាក់ផងដែរថាបើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះក្រុមអ្នកអង្កេតការអន្តរកាល IOC នឹងតាមដានសភាពការនិងចុះសង្កេតជាប្រចាំនៅភូមិខាងលើ